បាទនេះគឺជាវីដេអូដំណើរទៅសៀមរាបបាទខ្ញុំបានផ្តិតយករូបភាពខ្លះៗចែកជូនបងប្អូនមើលលេងកម្សាន្តដើម្បីសម្រាកលំហែពីការងារអញ្ចឹងទៅបាទណាបាទលេងទៅដល់សៀមរាបហើយបាទយើងពីផឹកព្រលឹមយើងដាក់កាហ្វេមកកៅសិនមុននឹងចាប់ផ្ដើមចេញដំណើរបាទនៅក្នុងម៉ោងប្រហែលជាម៉ោង7បាទម៉ោង7គត់តំណងស្មើនេះបាទខ្ញុំបានទៅជួលកង់ជិះនៅតាមតំបន់ប្រាសាទបាទណានេះប្រាសាទស្អាតណាស់ជាពិសេសគឺមានភ្ញៀវទេសចរច្រើនហើយឥឡូវនេះគឺចូលដល់រដូវភ្លៀងហើយបាទធម្មជាតិដូចស្មៅចាប់ដើមលាស់បន្តិចហើយបាទយើងមើលឃើញហើយគឺពណ៌បៃតងបាទឡើងពណ៌បៃតងហើយបាទឯផ្លូវថ្នល់តាមតំបន់ប្រាសាទបាទគឺស្អាតភ្លឹងតែម្ដងបាទស្អាតណាស់ជិះអត់លាក់ទេជិះកង់មានផាសុកភាពជាមួយនឹងភាពត្រជាក់បាទណាត្រជាក់ដូចជាស្មាននេះគឺម៉ោង8តិចតួចហើយបាទហើយនឹងត្រជាក់ភាសាតំបន់ប្រាសាទគឺមានដើមឈើច្រើនបាទវាស្អាតមែនតើស្អាតណាស់បាទនេះភ្ញៀវទេសចរជាតិអន្តរជាតិគឺគាត់មកពីទីនៅតំបន់ប្រាសាទបាទនេះខ្លោងទ្វារប្រាសាទយ័ន្តស្អាតណាស់ដូចជាបងប្អូនចឹងនៅត្រជាក់ទឹកព្រលឹមទៅបើថ្ងៃទីក្តៅក៏នៅត្រជាក់ដែរជាមួយនឹងអាកាសធាតុបាទដល់ចូលដល់ខ្លោងទ្វារហើយបាទលើកខ្ញុំមកដល់ប្រាសាទហើយបាទទីនេះគឺជាកន្លែងដែលខ្ញុំស្រឡាញ់ពេញចិត្តជាងគេបាទពេលដែលមកដល់គឺមានអារម្មណ៍ថាស្រស់ស្រាយដូចជាបំបត្តិទុកកង្វល់បាទជាមួយរូបភាពដែលដូនតាបុព្វបុរសយើងបានបន្សល់ទុកឲ្យបាទស្អាតណាស់បាទគឺប្រាសាទបាយ័នគឺយើងជិះមកជុំនឹងជាមួយនឹងរូបភាពក៏ដូចជាបាទនិយាយទៅពេលព្រឹកព្រលឹមគឺមួយយ៉ាងដែរអត់សូវក្តៅហើយនឹងយើងបានឃើញជាមួយថ្ងៃចាប់ដើមចាំងពន្លឺមកបាទស្អាតណាស់បងប្អូនមើលទៅបាទខ្ញុំបានជិះលេងមកជុំនៅតាមតំបន់ប្រាសាទហ្នឹងហើយបានខ្ញុំបន្តដំណើរទៅមុខទៀតបាទតែអ្វីដែលខ្ញុំជម្រាបបងប្អូនខាងលើអញ្ចឹងគឺអ្វីដែលពិសេសនោះគឺខ្ញុំសង្កេតថាឃើញថាឥឡូវនេះគឺភ្ញៀវទេសចរគឺគាត់អញ្ជើញមកច្រើនបាទមិនថាភ្ញៀវជាតិភ្ញៀវអន្តរជាតិដូចជាខ្ញុំក្នុងនាមជាពលរដ្ឋម្នាក់ខ្ញុំសប្បាយចិត្តនៅពេលដែលឃើញមានបងប្អូនបាទក៏ដូចជាជនរួមជាតិដូចជាភ្ញៀវអន្តរជាតិមកចូលរួមដើរលេងកម្សាន្តនៅប្រទេសកម្ពុជាយើងធ្វើឲ្យសេដ្ឋកិច្ចប្រទេសយើងកាន់តែរីកចម្រើនបាទនេះចិត្តដល់មកជុំហើយបងប្អូនណាបាទនេះជិះផុតមកជុំហើយយើងនឹងបន្តដំណើរទៅមុខទៀតដើម្បីនាំបងប្អូនទៅមើលការអាំងត្រីរបស់ខ្ញុំនៅឯភូមិបដាបាទខ្ញុំជិះចេញទៅហើយបាទណាបាទនេះសម្បីលោកសង្ឃបាទព្រះសង្ឃក៏គាត់អញ្ជើញមកកំសាន្តបាទនៅប្រាសាទដែរនៅពេលព្រឹកព្រលឹមបាទសម្រាប់បងប្អូនដែលអត់ធ្លាប់មកពេលព្រឹកបងប្អូនគួរតែអញ្ជើញមកលេងម្ដងបាទបងប្អូនអាចកុំជិះឡានជិះកង់ឬក៏បាទកង់ធាក់ក៏បានកង់អង្គុយក៏បានបងប្អូនទទួលបានអារម្មណ៍ប្លែកដូចខ្ញុំបាទអញ្ចឹងបាទធម្មតាយើងជិះឡានយើងជិះហើយតែយើងជិះតាមបនប្រាសាទយើងគួរជិះកង់អីគឺបងប្អូនខ្ញុំធានាជួយបងប្អូននឹងទទួលបានអារម្មណ៍ប្លែកបាទស្រស់ស្រាយបាទស្អាតណាស់ប្រាសាទបាទខ្ញុំគិតថាប្រហែលជាមួយខែពីរទៀតភ្លៀងធ្លាក់កាន់តែច្រើនស្មៅក៏ដូចជាធម្មជាតិគឺកាន់តែពណ៌បៃតងនឹងរឹតតែស្អាតជាងនេះទៀតបាទនេះទៅភ្លៀង 4-5 មេបងប្អូនឃើញស្មៅចេញញញបាទតើឥឡូវបន្តទៅទៀតខ្ញុំនឹងនាំបងប្អូនបាទបន្តទៅមើលការអាំងត្រីក៏ដូចជានៅភូមិព្រះដាក់បាទនៅក្នុងបាទនៅជើងប្រាសាទយើងចេញពីភូមិទៅប្រហែលជា2គីឡូចុះបាទ2គីឡូនេះកន្លែងអង្គុយបងប្អូនបាទព្រៃយើងម្ដងមាន់ព្រៃក្នុងបនប្រាសាទហ្នឹងអង្គុយមានផ្លែសេមាន់ហ្នឹងទៅនេះបាទឥឡូវយើងមកដល់ភូមិព្រះដាក់ហើយបាទណានេះបងប្អូនមើលទៅគឺទស្សនវិជ្ជាដូចសម័យដើមអញ្ចឹងគឺគេអភិរក្សក៏ដូចជាការលក់ការដូរហ្នឹងគឺមានអារម្មណ៍ថាចូលមកគឺបាទអត្តសញ្ញាណជាតិខ្មែរណាបងប្អូនណាអានេះគឺអកោដែល3បាទកោស្នោតព្រះដាក់ឈ្ងុយបាទឆ្ងាញ់របស់គាត់នេះបាទដូងនៅខាងក្នុងនឹងតែម្ដងបាទដូងខាងក្នុងឆ្ងាញ់ណាស់បាទហើយគឺលក់វត្ថុអនុស្សាវរីយ៍ដែលធ្វើពីដៃមានឆ្អេងកត្រកមានរត់អីចឹងទៅបងខ្ញុំទិញបាន2ដែរកត្រកនេះដាក់ស្វាយគុយបានស្វាយគុយដាក់ទៅឃើញស្អាត
con này ôm bàn được tua đồn tua cùi con ôm bà con con này ôm bà ôm chân đó tập theo tập cô đây đó con là mọi này dừng chỉ trâu từ sài cùi sọc từ bè này sụt tray ấy nên một phật và bia này đây bị cắt là lo mưa đó còn lấy cắt từ sài châu hay chưa chất pi kilo đây rồi đây rồi châu prey giùm non chẳng sạch dơ nơi nông prey con khơi phơi là nó phơi rồi rồi lan ấy chọ rồi tê toàn là mọ còn một tô cho rồi tàu wow giờ prey à chỗ là lọc xa nó có bạn chất xa đấy xa bất kỳ sầm rai ôi sao cả trâu là bẹt thế này ôi lấy xa chỉ giúp bạn đi về cho tay cao đây là chỉ được custom Lót ôi trời bẹ với tao lại nó bẹ cùi rồi cùi nó tay nó cái miền nào ok đâu rồi tranh chơi và sao thì sầm rai mà phơi spiên môi sầm đạp từ pin lên sángนี้ bờ khai và sáng lang đo pin làm đo từ đọc bật lật đội yang pin sạch na và sángคือสำหรับเป็นจะเป็นยังไงชมก็สำหรับคือspiên môi chọn môi và mình tập ball têสำหรับมาเล่นกับซ่านvà thông đấy một cuốn bạn này chân được khai và sáng lang đỏ kỹ kháng này thông na này và trời trái nó và chỗ ấy bộ thầy rõ đây thì cái khai và đầu prang sọ hơi mà ta nơi từ miền phần lật đi chăng và tại miền ca tê mới về đầu và xa vì can là sát này xã tụi trai lên đã ban đấy một con ban trai đấy tại cái cho thì canh như tay tại tôi pe dương ở cho thế mà tại sao dương tinh trai bao pi nè phom hai ấy sao trai cái bom sá và này cái tập hiệp này lịch xã nào của nó và này trai dương tinh cho anh ơi và trai thom chết mà vô mà ăn đi in trai ro tay tay thì bà chặt anh ơi anh khai hai mà hai tay chẹt rất ta là nghịch căn là tay chẹt của nó bà này trai ro và chan men tên và trai thom chết vậy tầm khăn cứ nơi đầm bón cứ spray tôi bà ở đây giúp ai nói mau mà chỉ làm pi giúp dân cả bàn chân mà vinh các thiết cả chập làm thật trẻ để sao chung với những bóng ôn đó cứ sao tập spray mình tôi mình thông những tay và bà sân chia nhom nhạc bàn tôi với những món play mà khơi như play nào trong này thế bị bay cái lỗ ngật chân chân mà tại còn chạm play
ខ្ញុំជួបគ្នាវីដេអូបន្តទៀតខ្ញុំនឹងនាំយកវីដេអូបន្តទៀតជូនបងប្អូនមើលទស្សនាអរគុណសម្រាប់ការចូលមើលពីដើមដល់ចប់ជូនពរសំណាងល្អគ្រប់